ជាសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់នៅ command pip line ដែលយើងមាន requirement 3ធំៗនៅខាងក្នុងហ្នឹងអញ្ចឹងខ្ញុំនឹង SSH remote access តាមរយៈ user របស់ខ្ញុំមួយឈ្មោះពុំណុងហើយបន្តមកទៀតយើងគ្រាន់តែបញ្ចូលនៅលេខ IP address ដែលយើងមាននឹងមកហើយ enter យើងបញ្ចូលនៅ passwordអូខេ so សម្រាប់ចំណុចទី1ហ្នឹងគឺសូននៅ username អញ្ចឹងយើងអាចប្រើប្រាស់ comment ដែលយើងធ្លាប់ប្រើរាល់ដងគឺ who am I អញ្ចឹងខ្ញុំកំពុងតែនៅលើឈ្មោះពុំហ្នឹង and then យើងចូលចំណុចទី2គឺ list and text line អញ្ចឹងដើម្បីទៅ list គឺយើងប្រើប្រាស់ ls and dot oh ហ្នឹងគឺ human reading and យើង enter មកយើងទទួលបាននៅ file ដែលយើងមានទាំងអស់អញ្ចឹងនៅឥឡូវហ្នឹងខ្ញុំមាន9 file ហើយខ្ញុំអាច count វាតាមរយៈការប្រើប្រាស់ no អញ្ចឹងយើង slash មួយ no enter អូខេដូចអ្នកនរគ្នាឃើញអញ្ចឹងឥឡូវខ្ញុំមានលេខចំនួន9ពីលេខ1ដល់លេខ9អញ្ចឹងយើងនឹងចូលទៅលើការ list របស់វាហ្នឹងដែលតាមរយៈការប្រើប្រាស់ head and tail អញ្ចឹងការប្រើប្រាស់ head ហ្នឹងគឺយើងរាប់ពីលេខ1មកដល់លេខ9វិញពីទូចមកធំហើយការប្រើប្រាស់ tail ហ្នឹងគឺពីធំទៅទូចអញ្ចឹងដំបូងគឺខ្ញុំប្រើប្រាស់ head ដក3អញ្ចឹងអ្នកនរគ្នានឹងទទួលបាននៅលេខ1លេខ2លេខ3ដោយសារអីយើងយកតែ3ឯងហើយយើងរាប់ពីក្បាលវាមកវិញអូខេ command បន្ទាប់គឺខ្ញុំប្រើប្រាស់ tail វិញអញ្ចឹង tail ហ្នឹងគឺដក3ដូចគ្នាអញ្ចឹងវានឹងរាប់ពីក្រោយទៅវិញអញ្ចឹងគឺ9 8 7អាហ្នឹងគឺជាការប្រើប្រាស់ head និង tail ចុះបើសិនជាយើងដាក់វា2ចូលគ្នាវិញឥឡូវខ្ញុំតេស្ត2អញ្ចឹងខ្ញុំមាន tail អាចាស់របស់យើងមួយហ្នឹងហើយខ្ញុំថែម head មួយទៀតអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំដាក់ head 5អញ្ចឹងតើវានឹងចេញមិនអញ្ចឹងនៅពេលដែលយើង enter មកយើងទទួលបាននៅលេខ3លេខ4លេខ5អញ្ចឹងវារាប់ head មុនដោយសារយើងយក head 5អញ្ចឹងវារាប់3ថយក្រោយវិញអូខេបន្តមកទៀតគឺចូលទៅដល់ចំណុចលេខ3គឺ add file and write many line and then គឺ text line so ដំបូងគឺយើង type នៅ file មួយខ្ញុំដាក់ឈ្មោះថា pip.tat and then ខ្ញុំទៅ add input text ហ្នឹងតាមរយៈ vim អញ្ចឹងនៅពេលដែលយើងចូលមកដល់ vim យើងគ្រាន់តែចុចនៅ keyboard I មកយើងនឹង insert នៅ text របស់យើងបានហើយអញ្ចឹងយើងសរសេរច្រើនអញ្ចឹងទៅអញ្ចឹងដូចអ្នកនេះឃើញនៅក្នុងវីដេអូហ្នឹងខ្ញុំដាក់ this is live for Linux Architect Institute អញ្ចឹងទៅអូខេបន្ទាប់ពីអ្នកនរគ្នាធ្វើកន្លែងហ្នឹងហើយអ្នកនរគ្នាគ្រាន់តែចុច save វិញដោយយើងចុច2ហើយ WQអូខេអញ្ចឹងបន្ទាប់ពីយើងចុច save ហើយខ្ញុំ cat មើលតើដែលយើងទៅ save មិញហ្នឹងវាជោគជ័យវាចេញបាន save auto នៅអញ្ចឹងឥឡូវវាបាន save ហើយអញ្ចឹងខ្ញុំប្រើ no ដដែលដើម្បីតែ count line ទាំងអស់ហ្នឹងអញ្ចឹងឥឡូវខ្ញុំមាន9 line so យើងនឹងទៅប្រើប្រាស់ pip ដដែលអញ្ចឹងយើងប្រើដូចមុនហ្នឹងអញ្ចឹងគឺដំបូងខ្ញុំប្រើនៅ head ដក3អញ្ចឹងបាន1 2 3បន្ទាប់មកទៀតខ្ញុំប្រើនៅ tail ដក3ដូចគ្នាអញ្ចឹងបាន9 8 7អូខេហើយចុងក្រោយហ្នឹងគឺខ្ញុំតេស្តដដែលខ្ញុំប្រើនៅ head ផង tail ផងអញ្ចឹងអ្នកនរគ្នានឹងទទួលបាននៅលេខមិនទៅឥឡូវបើសិនខ្ញុំដាក់ head ដក9អញ្ចឹងយើងទទួលបាន9 8 7ព្រោះយើងរាប់ពី head មកខាងក្រោមចំនួន9ហើយបន្តមកទៀតខ្ញុំសាកតេស្ត5ម្ដងអញ្ចឹងយើងបាន5 4 3អញ្ចឹងសារវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនាអរគុណ